នេះឃើញមួយបងបងលើកទី1ដែលខ្ញុំខ្ញុំជួបនៅខែ5ខែ6បាទមិនមួយទៀតនេះបាទគាត់ដកទៅឡង4-5នាក់គាត់ថាអត់ទាន់ឲ្យយកចាំគាត់ដកទៅមុខទីធឿនបានគាត់ឲ្យយកគាត់ពងដកហើយនេះប្រូយើងបាទមកពីអ្នកប្រូហើយណាកាន់ថ្ងៃនៅទៀបដើរនៅហែ3ម៉ែត្របាទទឹកផងបងបាទឥឡូវខ្ញុំរងចាំគាត់ដកទំលងហើយបាទឥឡូវមកខាត់ពីយូបាទទស្សនាយកទាំងអស់គ្នាមកបាទឥឡូវដុតគប់ហើយបាទនេះទៅហើយផ្សែងកំពុងតែហុយតម្រង់ទៅខ្មុំហើយបាទទឹកលោបងប្អូនខ្ញុំមើលឃើញក្បាលពីក្រោមទៅអូនោះមេហើចាប់ដើមហើយពេលទៅផ្សែងត្រូវវាចាប់ដើមហើចេញបាទហើយมันបាច់ប្រើថ្នាំមូសទេបាទបងប្អូនសូមបញ្ជាក់ពីថាបងប្អូនយកខ្មុំនេះប្រើតែផ្សែងទេបាទមិនដែលប្រើថ្នាំមូសទេបាទដូចតែបងប្អូនឃើញវីដេអូនេះអញ្ចឹងពីខ្លះគាត់ឆ្ងល់ថាខ្មុំខ្ញុំយកហ្នឹងប្រើថ្នាំមូសឬថ្នាំអីចឹងតែអត់ទេជាក់ស្ដែងគឺខ្ញុំប្រើតែផ្សែងគប់ទេបាទសាច់ខ្ចីល្អមែនទែនបងប្អូនក្បាលទឹកมันក្រោមពី3លីត្រទេបាទមានតែ3លីត្រជាងបាទទឹកក្បាលបងប្អូនមើលឃើញស្រាប់ហើយធំមកតោះបាទនោះគាត់ឡោងយកបាទកំពុងវែកផ្លូវឡើងបងប្អូនណាចង់ហូបទឹកខ្មុំខ្លះហើយមើលមេធំមកបងប្អូនមើលបងប្អូនដៃក្នុងឯងមួយដាក់ធ្វើក្នុងឯងមួយបាទគាត់កំពុងតែជាហើយបាទគាត់ជាដោយឡែកពីក្បាលទឹកហើយនឹងសាច់កុំឲ្យហូរអញ្ចឹងដល់ពេលដែលជាសាច់ហើយអញ្ចឹងទៅយើងសនុកច្រកបាតទឹកវាបាទខ្ញុំឃើញបងប្អូនខ្លះគាត់យកគាត់ប្រើធុងដាក់ច្រកបាតទឹកម្យ៉ាងតើស្រួលដាក់ដាក់ធុងតែពួកខ្ញុំប្រើតែថងរៀងងាយញ៉ៃតែខ្ញុំកាន់ធុងទៅវាងាយញ៉ៃដែរនឹងបាក់ដាក់តាមម៉ូតូតាមអីព្រោះខ្ញុំដើររុកព្រៃរុកអីហ្នឹងទៅវាមិនសូវប្រើរបស់ងាយញ៉ៃច្រើនវាតាក់លិចតាក់កើតអញ្ចឹងថងវាស្រួលគាត់បត់ដាក់តាមក្តាបទៅបានប៉ុន្តែគាត់ថាវាពិបាកច្រកទឹកខ្មុំបន្តិចគឺហូរមែនបងប្អូនដោយសារតែក្បាលទឹកធំហើយថងតូចអូជាពាក់កណ្ដាលជាបានតែពាក់កណ្ដាលហើយទុកពាក់កណ្ដាលទៀតនោះបាំងមេឃហើយមកមេហើមកទុំនៅមេឃធំបាទមេធំមកតោះតិចមេអីឈឺបងប្អូនឈឺអូហូរទឹកអស់ច្រើនណាស់បងប្អូនតម្រាំតែយកអស់ហ្នឹងមិនដឹងជាហូរអស់ប្រមាណទេ
lấy cái gì dắt dắt té គាត់ច្រកពាក់កណ្ដាលទៀតបងប្អូនដោយសារតែអត់នេះអត់អស់ថងតូចពេកខ្ញុំបាំងមែកមើលអត់ឃើញបងប្អូនមើលអត់ឃើញធំមែនតើក្បាលទឹក3លីត្រលើសក្បាលទឹកព្រោះឲ្យដោយសារខ្ញុំធ្លាប់យកអញ្ចឹងខ្ញុំអាចប៉ាន់ស្មានដឹងបាទ bạn quạt dầu ở hơi không là điệp chom chọc vào bên thòng nhìn nào bạn quạt chọc mà hào vậy đó ô có to tật chó không con 7 lít không mơ ai đòi trên vùng tại plom xanh cục là mấy phải đinh mê cái nơi rôm sạch ô to đấy ủa vậy tay can này ô lý ơi ông công hề tao này thì dớp này hả ô